បាទឥឡូវជម្រាបសួរបងប្អូនទាំងអស់គ្នាបាទស្វាគមន៍ជាថ្មីម្ដងទៀតបាទមកកាន់វីដេអូឃ្លីបរបស់ខ្ញុំមួយនេះបាទចឹងថ្ងៃនេះបាទគឺពេលល្ងាចបងប្អូនបាទទៅតែភ្លៀងហើយថ្មីបាទចឹងទៅមេឃរៀងស្រឡះល្អអញ្ចឹងណាបងប្អូនបាទអញ្ចឹងក៏ជិះមកលេងផ្ទះបងនៅក្បែរភូមិនឹងដែរទេបាទអញ្ចឹងក៏មកមើលគោរបស់គាត់បាទអញ្ចឹងគោរបស់គាត់បាទដើមឡើយគឺមានតែមេ2នឹងឯងបងប្អូនបាទប៉ុន្តែឥឡូវនេះគឺធ្លាក់បានកូន2ហើយបាទអញ្ចឹងការចិញ្ចឹមគោបាទគឺផ្លិចខ្លួនបាទធ្លាក់កូនមួយបាទផ្លិចខ្លួនធ្លាក់កូនមួយបាទអញ្ចឹងបើយើងប្រៀបប្រដូចបាទគឺវាមិនខុសអ្វីពីយើងសន្សំកូនជ្រូកនោះទេបងប្អូនបាទដូចយើងសន្សំដូចនឹងកូនជ្រូកបាទយើងមួយថ្ងៃញុកបន្តិចបាទវាគង់ទៅបានច្រើនទេបាទអញ្ចឹងគោនេះបាទគឺគាត់សន្សំចុះសន្សំឡើងឥឡូវបានកូន2ហើយបាទអញ្ចឹងវាល្អដែរអញ្ចឹងណាបាទហើយគាត់ចិញ្ចឹមតាំងពីមិនទាន់មានរោងបាទអាក្រោលគោដែលគាត់ធ្វើនេះបាទដើមឡើយអត់មានទេបងប្អូនបាទគោគាត់គឺគាត់ចងនៅតែក្រោមអាឡែងជំរុកគាត់ណាជំរុកស្រូវគាត់ហ្នឹងវាមានកន្លែងតយ៉ាបន្តិចអញ្ចឹងណាបាទតយ៉ាហ្នឹងសម្រាប់ធ្វើដាំបាយដាំទឹកអីទេប៉ុន្តែគាត់យកគោទៅដាក់កន្លែងហ្នឹងណាបងប្អូនបាទតែឥឡូវនេះគាត់អាចធ្វើរោងធ្វើអីឲ្យគោបានហើយគោគាត់ក៏កើនដែរបាទគឺកើនបានកូន2ហើយបាទអញ្ចឹងវាជារឿងល្អដែរបាទសម្រាប់យើងអ្នកប្រជាកសិករអញ្ចឹងណាបាទប្រជាកសិករបាទគឺយើងធ្វើស្រែចម្ការហើយយើងអត់បានទៅណាអីចឹងណាបាទគឺយើងនៅតែផ្ទះអីចឹងទៅគឺយើងអាចឆ្លៀតពេលចិញ្ចឹមគោដូចគាត់ចេះបាទគឺវាល្អដែរបងប្អូនបាទហើយតម្លៃគោឥឡូវនេះបាទគឺវាឡើងមកវិញហើយបាទអញ្ចឹងបើសិនជាយើងសន្សំហើយយើងតស៊ូបាទដូចបងដែលក្នុងវីដេអូខ្ញុំបង្ហាញនេះបាទគឺប្រកាសណាបងប្អូននឹងអាចនឹងមានគោច្រើនបាទគោច្រើនទៅយើងអាចលក់បានលុយចាយដែរអញ្ចឹងណាបាទហើយយើងដឹងស្រាប់ហើយបាទគោគឺវាមិនជាស៊ីចំណីអីទេបងប្អូនបាទគោស្រែរបស់យើងគឺវាស៊ីតែស្មៅទេហើយសម្រាប់យើងអ្នកនៅស្រុកស្រែបាទគឺយើងចំណាយតែពេលវេលាបន្តិចបន្តួចទេបាទដោយសារយើងចំគោគឺយើងចំណាយពេលវេលាហើយគោវាស៊ីតែស្មៅអីចឹងណាបាទហើយនៅតំបន់ខ្ញុំខាងនេះបាទគឺវាងាយស្រួលដែរបាទវាសម្បូរវាធំហើយជាធម្មតាខែវស្សាបាទចាប់ផ្ដើមដែលគេព្រោះស្រូវព្រោះអីហើយបាទដល់ពេលដែលវាដុះវាអីហើយបាទពេលដែលទឹកឡើងអីហើយស្រូវវារៀងត្រឹមជង្គង់អីចឹងណាបងប្អូនបាទនឹងគេអាចប្រឡែងគោឲ្យស៊ីស្រូវបានហើយបាទអញ្ចឹងគឺវាងាយស្រួលដែរហើយគោបាទនៅនេះគឺសម្បូរស្មៅបាទសម្បូរស្មៅគួរសមដែរអញ្ចឹងណាបងប្អូនបាទបើសិនជាយើងសំយើងតស៊ូបាទប្រកាសជាយើងបានផលបងប្អូនបាទមិនខុសអីពីយើងញុកលុយកូនជ្រូកទេបាទបើសិនជាយើងមានលុយយើងញុកមួយថ្ងៃ100បាទមួយឆ្នាំក៏វាបានគ្រាន់បើដែរបាទអញ្ចឹងវីដេអូនេះបាទគឺជាខ្ញុំជាការលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាបាទដែលគាត់ស្រឡាញ់កាំងចំគោហើយកំពុងតែនឹងចំណាបាទអញ្ចឹងខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាបាទតស៊ូទៅមុខទៀតបងប្អូនបាទគោបាទគឺវាចិញ្ចឹមមិនល្អមើលទេប៉ុន្តែបើសិនជាយើងចិញ្ចឹមបានកូនច្រើនបាទគឺវាល្អស៊ីបងប្អូនបាទហើយបងប្អូនដឹងហើយបាទសាច់គោនៅទីផ្សាររាល់ថ្ងៃគឺវាកើនឡើងហើយបាទវាអាចបាន20000 30000អីដែរបងប្អូនមកថ្លៃដែរបាទហើយជាសាច់ដែលពេញនិយមបងប្អូនបាទគឺសាច់ពេញនិយមហើយជាក់ស្ដែងគឺនៅក្រមបន្ទល់ជាយដែនថៃវាគឺគេបិទច្រកអស់ហើយបាទហើយមិនដឹងតែបើកវិញថ្ងៃណាទេបាទអញ្ចឹងឃើញប្រសាសន៍បាទរាជរដ្ឋមន្ត្រីហ្នឹងគាត់និយាយដែរបាទបើសិនជាបិទហើយគឺបិទ500ឆ្នាំទៀតបាទក៏ខ្មែរមិនដាច់ពោះស្លាប់ដែរបាទអញ្ចឹងគឺជារឿងល្អរបស់យើងដែរបាទដែលយើងបិទច្រកបែបហ្នឹងគឺថៃវាអត់មានអីនាំចូលទេបាទអញ្ចឹងសាច់គោសាច់មាន់សាច់ទាអីហ្នឹងបាទគឺយើងសង្ឃឹមទៅកសិករក្នុងស្រុករបស់យើងណាបាទអញ្ចឹងបើសិនជាយើងផលិតបានច្រើនបងប្អូនបាទគឺវាល្អដែរបាទល្អក្នុងការលក់ហើយតម្លៃក៏វាអាចនឹងកើនឡើងបើសិនជារបស់នាំចូលអត់មានគឺយើងប្រើតែរបស់ក្នុងស្រុកបាទគឺខ្ញុំជឿជាក់ថាតម្លៃវាអាចនឹងល្អប្រសើរជាងមុនអញ្ចឹងណាបាទអូខេហ្នឹងហើយអញ្ចឹងជាចុងក្រោយបាទមានអីទេបាទគ្រាន់តែជាការលើកទឹកចិត្តដល់បងប្អូនទាំងគ្នាបាទបន្តចិញ្ចឹមឲ្យខ្ញុំក៏ដូចគ្នាដែរបាទខ្ញុំក៏នឹងរីកម្រងបាទក្នុងការចិញ្ចឹមទាមាន់ឡើងវិញបាទដោយសារមួយរយៈមុនខ្ញុំចល័តបាទធ្វើការនៅកន្លែងផ្សេងអត់មានពេលបងប្អូនឥឡូវយើងមកវិញហើយបាទអញ្ចឹងយើងនឹងរំលឹកឡើងវិញយើងចិញ្ចឹមឡើងវិញបងប្អូននឹងអញ្ចឹងចាំតាមវីដេអូរបស់ខ្ញុំបន្តទៀតបងប្អូនបាទនឹងមានអ្វីប្លែកបន្តទៀតបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយក៏អរគុណបងប្អូនទាំងគ្នាបានទស្សនាវីដេអូមួយនេះបាទអញ្ចឹងចុងក្រោយបាទសូមអរគុណច្រើនបាទសូមជម្រាបលាបងប្អូនគ្នាបាទបាយបាយ